នេះគូជា Camp Today ថ្ងៃនេះជាថ្ងៃទី6ខែសីហាស្ថានភាពជំងឺគ្រុនឈាមនៅកម្ពុជានៅតែតម្រូវឲ្យមានការប្រុងប្រយ័ត្នគិតត្រឹមសប្តាហ៍ទី30នៃឆ្នាំ2026ករណីឆ្លងសរុបនៅទូទាំងប្រទេសមានចំនួន4915ករណីខណៈអ្នកស្លាប់ដែលបានកត់ត្រាមាន58នាក់តួលេខនេះគ្របដណ្ដប់រយៈពេល30សប្តាហ៍ដំបូងនៃឆ្នាំហើយបញ្ជាក់ពីតម្រូវការបន្តតាមដានរោគសញ្ញាកម្ចាត់កន្លែងមូសបង្កាត់ពូជនិងនាំអ្នកជំងឺទៅពិនិត្យទាន់ពេលវេជ្ជបណ្ឌិតព្រមានថាកុមារដែលសង្ស័យមានជំងឺគ្រុនឈាមអាចប្រឈមគ្រោះថ្នាក់ធ្ងន់ធ្ងរប្រសិនបើពុកម្ដាយឬអ្នកថែទាំសុំថ្នាំព្យាបាលដោយខ្លួនឯងការប្រើថ្នាំមិនត្រឹមត្រូវអាចបង្កហានិភ័យដល់សុខភាពនិងធ្វើឲ្យការព្យាបាលយឺតពេលនៅពេលកុមារមានគ្រុនក្តៅឬរោគសញ្ញាគួរឲ្យបារម្ភគ្រួសារគួរនាំទៅពិនិត្យជាមួយបុគ្គលិកសុខាភិបាលដើម្បីទទួលការវាយតម្លៃនិងការណែនាំសមស្របក្នុងឈ្មោះទី1នៃឆ្នាំនេះរដ្ឋបាលរាជធានីភ្នំពេញបានបង្ក្រាបបទល្មើសច្បោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទីតាំងចំនួន139កន្លែងប្រតិបត្តិការនេះបានឃាត់ខ្លួនមនុស្សជាង2000នាក់មកពី27សញ្ជាតិចំនួននេះបង្ហាញថាបណ្ដាញច្បោកតាមអនឡាញមានការពាក់ព័ន្ធមនុស្សពីប្រទេសជាច្រើនអាជ្ញាធរបន្តចាត់វិធានការដើម្បីទប់ស្កាត់សកម្មភាពខុសច្បាប់និងការពារប្រជាពលរដ្ឋពីការច្បោកអាជ្ញាធរបន្តស្ដារប្រឡាយនិងប្រព័ន្ធលូក្នុងខណ្ឌកណ្ដាលរាជធានីភ្នំពេញដើម្បីបញ្ជៀសការជន់លិចដោយទឹកភ្លៀងវិធានការនេះមានគោលបំណងកាត់បន្ថយការកកស្ទះនិងពង្រឹងលំហូរទឹកតាមប្រព័ន្ធបង្ហូរការងារនឹងបន្តផ្ដោតលើចំណុចងាយរងផលប៉ះពាល់នៅពេលភ្លៀងធ្លាក់ខ្លាំងគោលដៅគឺកាត់បន្ថយការរំខានដល់ការរស់នៅនិងចរាចរណ៍ក្នុងរដូវភ្លៀងសាធារណជននិងភាគីពាក់ព័ន្ធកំពុងតាមដានការវិវត្តបន្តនៅស្រុកវាលវែងខេត្តពោធិ៍សាត់មានហេតុការណ៍ធ្ងន់ធ្ងរមួយក្នុងពេលអាជ្ញាធរចុះបង្ក្រាបករណីគ្រឿងញៀនតាមព័ត៌មានដែលបានរាយការណ៍មនុស្សចំនួន6នាក់បានស្លាប់ខណៈម្នាក់ទៀតរងរបួសធ្ងន់ករណីនេះកើតមានក្នុងក្របខ័ណ្ឌប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅតំបន់វាលវែងហេតុការណ៍នេះបណ្ដាលឲ្យមានអ្នកស្លាប់និងរងរបួសធ្ងន់សរុប7នាក់ក្នុងប្រតិបត្តិការតែមួយភ្នំពេញប៉ុស្តិ៍រាយការណ៍ថាវប្បធម៌ហាត់ប្រាណនៅនេប៉ាល់កំពុងរីកចម្រើនហួសពីក្រុមយុវជនដោយមនុស្សវ័យផ្សេងចូលរួមជាប្រចាំអ្នកទៅកន្លែងហាត់ប្រាណសង្កេតឃើញថាអ្នកហាត់លើកទម្ងន់មិនមានតែយុវវ័យដូចមុនទៀតឡើយនិន្នាការនេះបង្ហាញពីការយកចិត្តទុកដាក់លើសុខភាពកម្លាំងរាងកាយនិងរបៀបរស់នៅរបស់មនុស្សចម្រុះអាយុការរៀបចំនេះត្រូវបានមើលថាជាឱកាសបន្តបង្ហាញអត្តសញ្ញាណខ្មែរក្នុងរយៈពេល6ខែក្នុងឆ្នាំ2026រោងចក្រសម្បកកង់រថយន្តសេឡុននៅកម្ពុជាផលិតបានប្រមាណ14លានគ្រាប់និងនាំចេញទៅកាន់ជាង90ប្រទេសលទ្ធផលនេះត្រូវបានលើកឡើងក្នុងកិច្ចសម្ភាសន៍សេដ្ឋកិច្ចដោយនាយកប្រតិបត្តិសេឡុនឆាយកម្ពុជាលោកគឿនឧត្តមមុនីស៊ីណាតការផលិតនេះគាំទ្រការនាំចេញទៅទីផ្សារអន្តរជាតិនិងឆ្លុះបញ្ចាំងពីសមត្ថភាពរោងចក្រសម្បកកង់នៅកម្ពុជាឯកឧត្តមទេសរដ្ឋមន្ត្រីគុនគីមបានជំរុញមន្ត្រីជំនាញចុះពិនិត្យការខូចខាតដំណាំស្រូវនិងវិតម្លៃលទ្ធភាពស្ដារឡើងវិញនៅតំបន់រងផលប៉ះពាល់ការងារនេះផ្ដោតលើការកំណត់ទំហំការខូចខាតតម្រូវការពូជស្រូវទឹកនិងជំនួយបច្ចេកទេសលទ្ធផលពិនិត្យនឹងជាមូលដ្ឋានសម្រាប់រៀបចំវិធានការគាំទ្រកសិករឲ្យអាចបន្តផលិតកម្មនៅរដូវបន្ទាប់បានទាន់ពេលក្រសួងការងារក្រុងនាំយកឱកាសការងារជាង90000កន្លែងព្រមទាំងព័ត៌មានអំពីអត្ថប្រយោជន៍សង្គមទៅដល់អតិថិពលករយុវជននិងប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យកម្មវិធីនេះមានគោលដៅភ្ជាប់អ្នកស្វែងរកការងារជាមួយនិយោជកនិងផ្ដល់ព័ត៌មានអំពីឱកាសការងារដែលមានស្រាប់អ្នកចូលរួមក៏អាចស្វែងយល់ពីការបណ្ដុះបណ្ដាលជំនាញនិងសេវាគាំពារសង្គមដើម្បីបង្កើនឱកាសមានការងារធ្វើនៅក្នុងស្រុក BTV News រាយការណ៍ថាការចិញ្ចឹមមាន់សាច់នៅកម្ពុជាកំពុងរីកចម្រើនហើយផលិតកម្មក្នុងស្រុកអាចផ្គត់ផ្គង់តម្រូវការទីផ្សារបានកាន់តែច្រើនការកើនឡើងនេះជួយកាត់បន្ថយការពឹងផ្អែកលើសាច់មាន់នាំចូលព្រមទាំងលើកកម្ពស់តួនាទីកសិករនិងកសិដ្ឋានក្នុងស្រុក BTV News បញ្ជាក់ថាសមត្ថភាពផលិតក្នុងប្រទេសកំពុងមានសារៈសំខាន់សម្រាប់ការផ្គត់ផ្គង់សាច់មាន់ជូនអ្នកប្រើប្រាស់នៅទីផ្សារក្នុងរយៈពេល6ខែដើមឆ្នាំនេះកម្ពុជាមានរោងចក្រកើនឡើងជាង800កន្លែងកំណើននេះបានបង្កើតការងារថ្មីជាង90000នាក់ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសចំនួនការងារថ្មីបង្ហាញពីតម្រូវការកម្លាំងពលកម្មបន្ថែមក្នុងវិស័យផលិតកម្មការពង្រីករោងចក្រនេះក៏បើកឱកាសឲ្យពលរដ្ឋមានការងារធ្វើនិងទទួលបានចំណូលសាធារណជននិងភាគីពាក់ព័ន្ធកំពុងតាមដានការវិវត្តបន្តសារព័ត៌មាន Cambodia News រាយការណ៍ថាអ្នកជំនាញស្នើឲ្យពង្រីក NSSF ដល់មនុស្សចាស់ដែលនៅក្រៅប្រព័ន្ធក្រោយសង្គ្រាមនិងការងារក្រៅផ្លូវការពួកគេព្រមានថាគម្លាតនេះធ្វើឲ្យគ្រួសារជំពាក់បំណុលហើយមនុស្សចាស់ខ្វះសេវាសុខាភិបាលដូច្នេះគូពង្រឹងការចុះបញ្ជីនិងកិច្ចគាំពារសង្គមដើម្បីកាត់បន្ថយបន្ទុកលើគ្រួសារនិងកម្លាំងពលកម្មក្រសួងការងារបានផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន3ដើម្បីគាំទ្រការវិភាគស៊ីជម្រៅអំពីស្ថានភាពទីផ្សារការងារកម្ពុជារបាយការណ៍ទាំងនេះផ្ដោតលើតម្រូវការកម្លាំងពលកម្មនិងនិន្នាការផ្លាស់ប្តូររចនាសម្ព័ន្ធការងារក្នុងឆ្នាំ2026លទ្ធផលស្រាវជ្រាវនេះនឹងក្លាយជាមូលដ្ឋានទិន្នន័យសម្រាប់ការវិភាគបន្ថែមនិងតាមដានការប្រែប្រួលតម្រូវការកម្លាំងពលកម្មនៅកម្ពុជាមន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ចុះត្រួតពិនិត្យនិងដឹកនាំរៀបចំប្រអប់សម្បត្តិនៅអាកាសយានដ្ឋានអន្តរជាតិតេជោគោលដៅគឺទទួលពិនិត្យនិងបញ្ជូនសំណូមពររបស់ប្រជាពលរដ្ឋទៅដោះស្រាយតាមជំនាញឲ្យបានទាន់ពេលមន្ត្រីពាក់ព័ន្ធត្រូវពិនិត្យប្រអប់សម្បត្តិជាប្រចាំដើម្បីធានាថាមតិយោបល់និងបញ្ហាបានដល់អង្គភាពទទួលខុសត្រូវសម្រាប់សាធារណជនអង្គភាពស៊ីម៉ាក់និងអង្គការអាប៉ូប៉ូបានបិទវឹកហ្វឺនសម្រាប់សុនខាត់មីននិងអ្នកកាន់សុនក្នុងការស្រាវជ្រាវបច្ចេកទេសវគ្គនេះផ្ដោតលើការពង្រឹងជំនាញស្វែងរកនិងកំណត់ទីតាំងសំណល់ជាតិផ្ទុះតាមរយៈការងាររួមគ្នារវាងសុននិងអ្នកបញ្ជាការបណ្ដុះបណ្ដាលនេះជួយលើកកម្ពស់សមត្ថភាពជំនាញរបស់កម្លាំងមនុស្សធម៌ក្នុងការគាំទ្រការបោះសម្អាតមីននិងគ្រាប់មិនទាន់ផ្ទុះនៅកម្ពុជាវិទ្យាស្ថាន PIKP នៅខេត្តកំពង់ចាមបានប្រកាសផ្ដល់អាហារូបករណ៍ជិត1000កន្លែងសម្រាប់ការសិក្សាលើជំនាញចំនួន12
ឱកាសនេះផ្ដោតលើយុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យដើម្បីជួយពួកគេទទួលបានការបណ្ដុះបណ្ដាលជំនាញកម្មវិធីនេះរំពឹងថានឹងពង្រីកលទ្ធភាពសិក្សាគាំទ្រយុវជនក្នុងមូលដ្ឋាននិងត្រៀមខ្លួនចូលរួមក្នុងទីផ្សារការងាររាជរដ្ឋាភិបាលនឹងបន្តអនុវត្តការលើកលែងនិងអនុគ្រោះពន្ធលើការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យវិធានការនេះមានគោលបំណងសម្រួលបន្ទុកពន្ធពាក់ព័ន្ធនឹងប្រតិបត្តិការអចលនទ្រព្យសម្រាប់អ្នកមានសិទ្ធិតាមលក្ខខណ្ឌកំណត់ការបន្តគោលនយោបាយនេះត្រូវបានរំពឹងថានឹងគាំទ្រសកម្មភាពក្នុងវិស័យអចលនទ្រព្យនិងធ្វើឲ្យការផ្ទេរសិទ្ធិកាន់តែងាយស្រួលក្រសួងបរិស្ថានបានបង្ហាញពីផលវិបាកនៃការគ្រប់គ្រងសំណល់អាគុយសំណល់អគ្គិសនីនិងអេឡិចត្រូនិកមិនត្រឹមត្រូវសំណល់ទាំងនេះអាចប៉ះពាល់ដល់បរិស្ថាននិងសុខភាពសាធារណៈប្រសិនបើគ្មានការប្រមូលបែងចែកនិងចាត់ចែងតាមវិធានការក្រសួងជំរុញឲ្យមានការទទួលខុសត្រូវលើសំណល់ប្រភេទនេះដើម្បីកាត់បន្ថយហានិភ័យក្នុងសហគមន៍សាធារណជននិងភាគីពាក់ព័ន្ធកំពុងតាមដានការវិវត្តបន្តក្រសួងបរិស្ថានសម្រេចឲ្យក្រុមហ៊ុន ACREUROPEMETAIK ECO Ltd នៅខេត្តកំពតបំពេញបែបបទតាមច្បាប់បរិស្ថានឲ្យបានត្រឹមត្រូវមុនពេលដំណើរការតម្រូវនេះសំដៅធានាថាគម្រោងរបស់ក្រុមហ៊ុនអនុវត្តតាមនីតិវិធីនិងលក្ខខណ្ឌបរិស្ថានពាក់ព័ន្ធក្រុមហ៊ុនត្រូវបំពេញលក្ខខណ្ឌកំណត់ជាមុនដើម្បីឲ្យសកម្មភាពរបស់ខ្លួនស្របតាមបទបញ្ញត្តិជាធំមានរដ្ឋសភាបានប្រកាសសេចក្តីព្រាងច្បាប់វិសោធនកម្មស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ជូនគណៈកម្មការជំនាញសិក្សាដើម្បីរៀបចំយោបល់ជូនរដ្ឋសភាគណៈកម្មការនឹងពិនិត្យខ្លឹមសារសិទ្ធិអំណាចនិងនីតិវិធីការងារនៅថ្នាក់មូលដ្ឋាននិងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋលទ្ធផលសិក្សានឹងដាក់ជូនកិច្ចប្រជុំពេញអង្គរដ្ឋសភាពិភាក្សានិងសម្រេចតាមនីតិវិធីតាម BTV News និង MFAIC កម្ពុជា News ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមប្រាក់សុខុនឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីការបរទេសកម្ពុជាទៅទីក្រុងគូឡាឡាំពួរបានភ្ជាប់ជាមួយកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជាម៉ាឡេស៊ីលើកទី3ភាគីទាំងពីរបានពិនិត្យឲ្យកិច្ចសហប្រតិបត្តិការទ្វេភាគីគណៈ Cambodianus រាយការណ៍ថាកម្ពុជានិងម៉ាឡេស៊ីកំពុងពង្រីកទំនាក់ទំនងឲ្យលើសពីពាណិជ្ជកម្មនិងវិនិយោគកម្ពុជាអំពាវនាវឲ្យសហគមន៍អន្តរជាតិបញ្ឈប់ការផលិតនិងប្រើប្រាស់គ្រាប់បែកចង្កោមដោយបារម្ភពីគ្រោះថ្នាក់ធ្ងន់ធ្ងរលើជនស៊ីវិលអាវុធប្រភេទនេះអាចបង្កផលវិបាកបំផ្លិចបំផ្លាញដែលនៅបន្តគំរាមកំហែងសហគមន៍ជាច្រើនឆ្នាំក្រោយការប្រយុទ្ធបញ្ចប់កម្ពុជាជំរុញឲ្យប្រទេសនានារួមគ្នាបញ្ឈប់អាវុធនេះព្រោះផលប៉ះពាល់អាចបន្តឆ្លងកាត់ជំនាន់អាជ្ញាធរនិងភាគីពាក់ព័ន្ធកំពុងតាមដានស្ថានភាពនេះបន្តទៀតសេចក្តីថ្លែងការណ៍បច្ចុប្បន្នភាពស្តីពីការវិវត្តស្ថានភាពព្រំដែនកម្ពុជាថៃនិងព្រឹត្តិការណ៍ថ្មីដែលបានកើតឡើងត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី5ខែសីហាឆ្នាំ2026ខ្លឹមសារនេះផ្ដោតលើព័ត៌មានបច្ចុប្បន្នពាក់ព័ន្ធនឹងស្ថានភាពតាមតំបន់ព្រំដែនសាធារណជនអាចតាមដានព័ត៌មាននិងការវិវត្តថ្មីតាមរយៈសេចក្តីថ្លែងការណ៍នេះសាធារណជននិងភាគីពាក់ព័ន្ធកំពុងតាមដានការវិវត្តបន្តកម្ពុជាបានបើកកិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាពនៃការវិនិយោគក្នុងវិស័យផលិតខ្សែភ្លើងសម្រាប់រថយន្តកិច្ចប្រជុំនេះផ្ដោតលើការតាមដានដំណើរការគម្រោងនិងការសម្របសម្រួលបញ្ហាប្រឈមដើម្បីគាំទ្រខ្សែសង្វាក់ផលិតកម្មវិស័យនេះត្រូវបានរំពឹងថានឹងជួយពង្រីកមូលដ្ឋានឧស្សាហកម្មបង្កើតការងារនិងទាក់ទាញការវិនិយោគបន្ថែមសាធារណជននិងភាគីពាក់ព័ន្ធកំពុងតាមដានការវិវត្តបន្តតាមសារព័ត៌មាន Cambodianus វិស័យទេសចរនៅខេត្តសៀមរាបកំពុងប្រឈមនឹងការស្ដារឡើងវិញយូរទោះមានយុទ្ធនាការបញ្ចុះតម្លៃរដូវបៃតងលើសេវាទេសចរក៏ដោយអាជ្ញាធរនិងអាជីវកម្មកំពុងរៀបចំព្រឹត្តិការណ៍នានាដើម្បីទាក់ទាញភ្ញៀវបន្ថែមអ្នកជំនាញថាក្រៅពីការផ្ដល់ជូនសន្តាគារការស្ដារវិស័យនេះត្រូវការផ្សព្វផ្សាយអន្តរជាតិខ្លាំងជាងមុនបង្កើនជើងហោះហើរនិងយុទ្ធនាការលើកកម្ពស់គោលដៅទេសចរឲ្យទូលំទូលាយតាមសារព័ត៌មានដិស្ដាក្រុមបុរាណវិទូកំពុងជីកស្រាវជ្រាវផ្លូវថ្មបុរាណអាយុប្រមាណ 1000 ឆ្នាំនៅប្រាសាទបាគងក្នុងឧទ្យានអង្គរការងារនេះផ្ដោតលើស្រទាប់ដីរចនាសម្ព័ន្ធនិងតួនាទីរបស់ផ្លូវក្នុងការរៀបចំបរិវេណប្រាសាទសម័យដើមទិន្នន័យពីការជីកស្រាវនឹងជួយអ្នកជំនាញកំណត់វិធីអភិរក្សនិងបកស្រាយប្រវត្តិសាស្ត្រតំបន់អង្គរឲ្យច្បាស់ជាងមុនតាមសារព័ត៌មានសោទាអាប៉ារីសរបាំបាលេបុរាណកម្ពុជាក្រោមចំណងជើងដែនដីពិសិដ្ឋនិងអច្ឆរិយៈអង្គរត្រូវបានរៀបចំសម្ដែងនៅសាលា13អតក្នុងទីក្រុងប៉ារីសកម្មវិធីនាំយកក្បាច់រាំបុរាណនិងរឿងរ៉ាវអង្គរទៅបង្ហាញជូនទស្សនិកជននៅប្រទេសបារាំងការសម្ដែងនេះលើកបង្ហាញសិល្បៈវប្បធម៌កម្ពុជានិងជួយពង្រីកការយល់ដឹងអំពីមរតកអង្គរនៅក្រៅប្រទេសបើលោកអ្នកចង់គាំទ្រកម្មវិធីនេះសូមតាក់ទងមកក្រុមការងាររបស់យើង